សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកបង្ហាញអ្នកទាំងអស់គ្នាពីរបៀបដំឡើង hard disk ថ្មីទៅលើ virtual machine របស់យើងអញ្ចឹងពេលណាដែល virtual machine យើងប្រើឲ្យវាពេញ space របស់វាយើងអាចបន្ថែម hard disk វាថែមទៀតប៉ុន្តែយើងត្រូវតែ format វាជាមុនសិនមុននឹងយើងយកវាមកប្រើប្រាស់បានអញ្ចឹងយើងដំឡើងបានយើងអាចចូលមកកាន់ virtual machine យើងមកយើងចូលមកកន្លែង edit virtual machine setting នេះយើងចុច add ហើយ select hard disk ចុច next ហើយយើងមើលថា hard disk យើង main hard disk របស់យើង extension វាជាអ្វីយើងត្រូវយក extension ដូចវាមកអញ្ចឹងទៅយើងត្រូវតែ reboot ហើយ set up ម៉ាស៊ីនយើងម្ដងទៀតអញ្ចឹងខ្ញុំប្រើ NVMe អញ្ចឹងខ្ញុំយក NVMe យក create hard disk next យក store single file ហើយយើងដាក់ចំនួនhard disk ចំនួន space របស់យើងចង់ដាក់មកអញ្ចឹងខ្ញុំយក 4GB next finish មកនេះយើងបានឃើញ file វាបានបង្កើតមកនេះ file ខ្ញុំបង្កើតតែមុនហ្នឹងនេះខ្ញុំត្រូវបង្កើតដើម្បីមិននេះ new hard disk នេះអញ្ចឹងពេលយើងបង្កើតហើយយើងអូខេមកយើងអាច start Windows start VMware របស់យើងវិញមកអូខេអញ្ចឹងពេលដែលយើង boot VMware យើងមកយើងចូលមកកាន់ terminal ហើយយើងអាចចូល command នេះដើម្បីមើលdisk យើងបានគឺ df df h នេះគឺជាកន្លែងដែលយើងអាចមើលdisk របស់យើងនេះគឺជា main drive របស់ខ្ញុំអញ្ចឹងយើងអត់ឃើញdisk ដែលយើងបាន add ដើម្បីមិនទេអញ្ចឹងដើម្បីយើងប្រើវាបានយើងប្រើ command s ok នេះបានឃើញ drive ដែលយើងបាន add ដើម្បីមិននេះគឺ NVMe 0N3 នេះដែលយើងបាន add ក្រោយបាញ់នេះគឺ drive ដែលខ្ញុំបាន add មុនហ្នឹងដើម្បីតេស្តឥឡូវយើងធ្វើការ make partition ទៅលើ drive ហ្នឹងមកដើម្បីយើងចែកដូចជា drive A drive B អញ្ចឹងដើម្បីយើងអាចប្រើសម្រាប់អ្វីខុសគ្នាបានអញ្ចឹងយើងអាចមើលឧទាហរណ៍ខាងលើបានដូច drive មួយនេះខ្ញុំចែកវាចេញជា2 partition ដែល2ហ្នឹងដែលមួយមាន 2GB ហើយ main drive គឺ 4GB អញ្ចឹងដើម្បី make partition វាបានយើងអាចមកមើល node ខ្ញុំបានកាត់ទុកនេះយើងប្រើ command line មួយនេះគឺ sudo sf ខ្ញុំ copy path វាមកប្រើ command sudo sdisk ហើយកន្លែងនេះយើងវាយឈ្មោះdrive របស់យើងហើយ drive របស់យើងមានឈ្មោះនេះហើយ copy path វាបានធ្វើមកហើយកន្លែងនេះវាឲ្យយើងធ្វើការ config វាបន្តិចអញ្ចឹងដំបូងចូលមកយើងវាអក្សរ n ហើយកន្លែងនេះវាសួរថាយើងចង់វាបង្កើតវាជា primary ឬក៏យើងចង់ extend វាអញ្ចឹងយើងបង្កើតជា primary ជា sub p ហើយកន្លែងនេះវាឲ្យយើងដាក់លេខដើម្បីសម្គាល់យើង enter វាធម្មតាមកកន្លែងនេះ enter តែមកហើយកន្លែងនេះកន្លែង last section នេះគឺវាសួរយើងថាតើយើងចង់បានdrive partition របស់យើងចង់ partition ប៉ុន្មាន GB ទៅលើវាបើសិនយើង enter វា default ទៅលើចំនួនទាំងអស់អញ្ចឹងន័យថា 4GB តែយើងប្រើចង់បាន 2GB ហើយ partition ទៀត 2GB អញ្ចឹងយើងវាយបូក 2G មក enter នេះយើងបានបង្កើត partition មួយដែលមានចំនួន 2GB ទៀតហ្នឹងតោះមកយើងចែកអក្សរ W ដើម្បីយើងជប់ធ្វើការ config វាឥឡូវពេលហើយយើងអាចមកមើល this moment by s ok នេះយើងបាន make partition យើងបាច់មិញហ្នឹង
វាបានបង្កើតមកលើនេះហើយអញ្ចឹងខ្ញុំធ្វើការបង្កើត partition មួយទៀតដើម្បីឲ្យវាកាន់ 2G នៃ 4G នេះអញ្ចឹងខ្ញុំនឹង skip ពេលដែលខ្ញុំបង្កើតវាហើយអូខេឥឡូវខ្ញុំបានបង្កើត partition វាមួយទៀតហើយអញ្ចឹងបន្ទាប់ពីបង្កើត partition ហើយយើងត្រូវទៅ format វាដើម្បីឲ្យវាបង្ហាញពេលដែលយើងវាយ command SDSH នេះបើសិនយើងធ្វើវាត្រូវវាគួរតែ load partition ដែលយើងបានបង្កើតដើម្បីមិញយកមកប្រើបានអញ្ចឹងដើម្បីយើងបានយើងមកយើងប្រើ command មួយនេះដើម្បី format វាយើងអាចយកទៅប្រើបានពីផាសវាមកហើយកន្លែងនេះយើងវាយឈ្មោះ partition យើងចង់ធ្វើការ format វាអញ្ចឹង copy ផាសខាងលើយើងយកដាក់មកហើយខ្ញុំបានប្រើនេះ format exit 4 នេះគឺជា format ថ្មីយើងប្រើដើម្បី format ហ្នឹងវាមាន exit 1 exit 2 exit 3តែយើងប្រើចុងក្រោយមកវាទំនើបជាងគេ enter មកហើយអញ្ចឹងខ្ញុំទៅធ្វើ format មួយទៀតមិញនេះអូខេតពី format ហើយយើងត្រូវតែ mount វាដើម្បីយើងអាចយកប្រើបានអញ្ចឹងដំបូងយើងបង្កើត directory មួយសម្រាប់ធ្វើការ mount partition របស់យើងហើយខ្ញុំដាក់ឈ្មោះវាថា data 3 ដែលសារខ្ញុំបានបង្កើត data 1 data 2ហើយមក data 4តបមកយើងធ្វើការ mount វាយើងអាចប្រើ command line មួយនេះ sudo mountចឹងយើង mount ទៅកាន់ data 3ហើយនេះយើង copy partition ទី1របស់យើងមកenter មកហើយនេះ mount 4 mount 2នោះពេលដែលយើងធ្វើការ mount ហើយយើងអាចមក check command df8 អំបញ្ញនេះមកនេះយើងបានឃើញ partition ដែលយើងបានបង្កើតពីអំបញ្ញនេះវាបានបង្ហាញមកកាន់ disk របស់យើងពេលដែលយើងវាយនេះហើយនេះគឺជា directory ដែលយើងបាន mount វាអញ្ចឹងមានន័យថា partition ហ្នឹងយើងអាចយកមកប្រើប្រាស់វាបានហើយ